Arsenal និង Manchester City តើក្រុមមួយណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ League Cup ឆ្នាំ 2026 នៅក្នុងប្រទេសអង់គ្លេសដែលការប្រកួតវគ្គផ្ដាច់ព្រាត់នឹងធ្វើឡើងនៅយប់នេះហើយវេលាម៉ោង 11:30 នាទីម៉ោងនៅកម្ពុជានៅក្នុងវិទ្យាល័យដ្ឋានជាតិបាទគឺ Wembley របស់អង់គ្លេសដើម្បីទទួលការប្រកួតដ៏អស្ចារ្យដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា 90,000 នាក់ក្រុមទាំងពីរជួបគ្នា 5 ប្រកួតចុងក្រោយ Man City មិនដែលឈ្នះ Arsenal ទេស្មើ 3 ចាញ់ 2 រីឯ 5 ប្រកួតចុងក្រោយរបស់ Arsenal គឺពួកគេឈ្នះ 4 ប្រកួតស្មើ 1 មិនទាន់មានចាញ់ទេរីឯ Manchester City វិញគឺបាទឈ្នះតែមួយទេបាទស្មើនឹងចាញ់ដូចជាស្មើ 2 ចាញ់ 2 អ្វីដែលសំខាន់គឺពួកគេចាញ់ក្រុមបាល់ទាត់ Atletico Madrid នៅចុងប្រកួតចុងក្រោយរបស់គេគឺ 2-1 ក្នុងដីខ្លួនឯងរី Arsenal គឺគេឈ្នះបាទគេជោគជ័យលើក្រុមបាល់ទាត់ Bayer Leverkusen ទទួលបានកៅអីទៅកាន់ការប្រកួត UCL ឬក៏ពានរង្វាន់លំដាប់អឺរ៉ុបទី1បាទ UEFA Champions League អញ្ចឹងតើក្រុមទាំងពីរក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ League Cup វាពិតជាពិបាកក្នុងការទស្សន៍ទាយមែនទែនដោយសារតែយើងឃើញថាបច្ចុប្បន្ន Arsenal ពិតជាខ្លាំងក៏ប៉ុន្តែយ៉ាងណាក៏ដោយ Man City នឹងបដោត focus យកពានរង្វាន់ EFL Cup ឲ្យបានដោយសារតែពានរង្វាន់ Premier League ហាក់ដូចជាពិបាកក្នុងការប្រជែងជាមួយនឹងកូនដំរីតូចហើយបន្ទុកដាច់គ្នារៀងឆ្ងាយបន្តិចក៏ប៉ុន្តែនៅក្នុងពានរង្វាន់មួយនេះគឺលេងតែមកប្រកួតដើម្បីឈ្នះពានតែម្ដងខ្ញុំជឿជាក់ថា Man City គឺនឹងមិនចាញ់ Arsenal ទេបាទពួកគេនឹងយកពានរង្វាន់ EFL Cup រី Arsenal វិញគឺពួកគេកំពុងតែផ្ដោតលើការប្រកួតពានរង្វាន់ច្រើនទាំង EFL Cup Final ទាំងការប្រកួត League Premier League ទាំងការប្រកួត UEFA Champions League ហើយ Champions League គេធ្វើការងារស្រាលទេប៉ះជាមួយ Sporting Lisbon យ៉ាងណាក៏ដោយយើងមានតែទន្ទឹងរង់ចាំមើលយប់នេះបងប្អូនក្រុមការងារ CPL របស់យើងក៏មានការផ្សាយបន្តជូនបងប្អូនទស្សនាផងដែរកុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅវេលាយប់នេះម៉ោង 11:30 នាទីមកនៅកម្ពុជាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកបងប្អូនកុំភ្លេច comment ទូទាត់លទ្ធផលខាងក្រោមវីដេអូខ្ញុំទាំងអស់គ្នាខ្ញុំនឹងផ្ដល់អាវ Arsenal និង Man City ចំនួន 2 រង្វាន់បើអ្នកបងប្អូនចង់បានអាវ Arsenal ក៏បាន Man City ក៏បានដែរមាន 2 រង្វាន់សម្រាប់អ្នកដែលទូទាត់ត្រូវបាទអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ